គិតត្រឹមដើមឆ្នាំ2026សេដ្ឋកិច្ចប្រេងរបស់ប្រទេសអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលប្រឈមបំផុតដោយសារសម្ពាធពីទណ្ឌកម្មអន្តរជាតិនិងអស្ថិរភាពក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ទោះបីជាមានការកើនឡើងនៃផលិតកម្មក្នុងរយៈពេលខ្លីក៏ដោយក៏អ្នកជំនាញព្យាករណ៍ពីផលលំបាកធ្ងន់ធ្ងរសម្រាប់ដើមឆ្នាំ2026នេះផលិតកម្មនឹងការនាំចេញប្រេងកម្រិតផលិតកម្មអ៊ីរ៉ង់នៅតែជាផលិតករប្រេងធំជាងគេទី3ក្នុងក្រុម OPEC ដោយផលិតបានប្រហែលជា 3.3 ទៅ 3.5 លានបារ៉ានក្នុងមួយថ្ងៃការនាំចេញប្រេងបានឈានទៅដល់កម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំគឺជិត 3.8 លានបារ៉ានក្នុងមួយថ្ងៃកាលពីសប្តាហ៍មុនចុងខែកុម្ភៈឆ្នាំ2026នេះកាលដែលជំរុញដោយតម្រូវការពីប្រទេសចិននិងការប្រើប្រាស់កងនាវាសម្ងាត់ដើម្បីគេចពីទណ្ឌកម្មអតិថិជនចម្បងប្រទេសចិនគឺជាអ្នកទិញធំបំផុតដោយទទួលយកប្រហែលជា 90% នៃប្រេងនាំចេញសរុបរបស់ប្រទេសអ៊ីរ៉ង់វិបត្តិថវិកានិងសេដ្ឋកិច្ចការពឹងផ្អែកលើប្រេងថវិកាជាតិសម្រាប់ឆ្នាំ2025ឆ្នាំ2026បង្ហាញពីការកើនឡើងនៃការរំពឹងទុកលើចំនួនប្រេងត្រូវបានចាត់ទុកថាមិនប្រកបនិយមដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិកអនុភាពថវិកានិងអតិផរណាអ្នកវិភាគព្យាករណ៍ថាអ៊ីរ៉ង់នឹងជួបប្រទះអនុភាពថវិកាដ៏ធំដែលនឹងជំរុញឲ្យអតិផរណាកើនឡើងលើសពី 40% ការធ្លាក់ចុះធនាគារពិភពលោកបានកែសម្រួលព្យាករណ៍សម្រាប់ឆ្នាំ2026មកជាការធ្លាក់ចុះ 2.8% នៃ GDP contraction ជំនួសឲ្យការរីកចម្រើនបញ្ហាប្រឈមនឹងហានិភ័យភូមិសាស្ត្រនយោបាយការគំរាមកំហែងរបស់ហេដ្ឋារចនាសម្ព័ន្ធភាពតានតឹងនយោបាយជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបង្កឲ្យមានភាពព្រួយបារម្ភអំពីការវាយប្រហារលើកន្លែងផលិតប្រេងនិងឧស្ម័ន